បាទសូមអនុញ្ញាតជម្រាបសួរទៅកាន់បងប្អូនអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបាទនឹងចែករំលែកអំពីសកម្មភាពមួយចំនួនដែលទាក់ទងទៅនឹងស្រុកស្រែជនបទហើយវីដេអូនេះជាពិសេសជូនទៅដល់អ្នកដែលនៅស្រុកឆ្ងាយពីស្រុកកំណើតអ្នកនៅភ្នំពេញអ្នកនៅកូរ៉េអ្នកនៅថៃបាទបងប្អូនជនរួមជាតិនៅឆ្ងាយពីផ្ទះនៅគ្រួសារអាចមើលវីដេអូនេះលេងបាទមើលហើយវានឹកឃើញដល់រឿងអតីតកាលកាលពីក្មេងបាទកុំសូវនឹកស្រុកពេកបាទយើងធ្វើការធ្វើទៅបាទតែយើងរវល់ទៅនឹងស្រុកគឺមានបានលុយចាយទេបាទខ្ញុំជឿថាមនុស្សជាច្រើនស្គាល់ឧបករណ៍នេសាទប្រភេទនេះមើលទៅលក្ខណៈវាស្បែកមុងណាអានឹងតំបន់ខ្លះគេហៅអុយតំបន់ខ្លះគេហៅចបបាទហៅបែបគេហៅទៅបាទដាក់បានត្រីដូចទឹកគ្នាទេប៉ុន្តែអ្វីដែលពិសេសក្នុងចំណុចនេះគឺថានៅកន្លែងដាក់នេះគឺវាមានត្រីច្រើនមែនទែនបងប្អូនច្រើនយល់តែមែនទែនណែកុំថាខ្ញុំចេះតែនិយាយនេះមើលនេះបងប្អូននេះសើត្រីនេះក្នុងទឹកនេះហែលពេញនឹងឯងដោយសារត្រីតូចវាច្រើនហើយនៅទឹករាក់អញ្ចឹងបាទចែនឹងឃើញគាត់ខ្វល់កបាទគាត់ទាញស្នាញ់មុងគាត់ឆ្នៃហើយតែដួសយកមកដួសត្រីហ្នឹងឯងបងប្អូនសួរថាណាមិនខ្វល់កត្រីតូចហើយវាមិនតូចមានធំនិយាយទៅហែលនៅទឹករាក់នៅមុខណាមិនខ្វល់កបងប្អូនទាំងយើងទាំងគេដើរទៅដល់អត់គិតច្រើនមកជោគខ្វាច់លើកមក2 3ដោយសារត្រីហ្នឹងវាលះបាទវាឃើញច្រើនមែនតែវាលះហើយវាលះអ្នកចូលត្រូវតែលះដែរបានណាមួយដោយសារកន្លែងចូលហ្នឹងវាពិបាកផងវាដើមស្រូវផងហើយវាមានបកគោលយើងដាក់ចវហ្នឹងវាញ៉ៃញ៉ៃយើងទៅចូលអត់ស្រួលចឹងដាក់ទៅក៏វាមកលះដែរអញ្ចឹងបានតិចប៉ុន្តែមើលកន្លែងនេះបងប្អូននេះវាមកពួននេះឡើងចេះតិចតើនឹងបានតែមើលទេបាទបានតែមើលវាហ្នឹងធ្វើអីវាមិនកើតទេបាទឯសារអីវាមិនមែនស្រែខ្ញុំបើស្រែខ្ញុំធ្វើចេញនេះស្រូវប៉ុណ្ណឹងវេមកស្អាតមកបាទបត់តិនបន្តិចមកបាទបាច់តែ4 10 20ឡើងត្រីហ្នឹងបានខ្ទេចយកទៅផ្ទះធ្វើប្រហុកបាទទិញងាយ1គីឡូ 20000ដែរណាយើងរកបានខ្លួនឯងយើងធ្វើខ្លួនឯងអនាម័យគឺវាប៉ុនបើជាងយើងអាចបានឃើញដែរតែគេធ្វើមិនទេបងប្អូនបើសិនជាយើងធ្វើខ្លួនឯងខ្ញុំជឿថានៅពេលដែលយើងញ៉ាំច្បាស់ណាស់យើងនឹងស្និទ្ធមិត្តជាងមុនបាទដោយសារយើងមានអារម្មណ៍សុវត្ថិភាពត្រីក៏រកបានខ្លួនឯងហើយយើងធ្វើខ្លួនឯងទៀតតោះមុននេះបន្តិចមិញខ្ញុំបង្ហាញអំពីត្រីជុំវិញកន្លែងគាត់ដាក់ហ្នឹងបាទហើយក្រោយមកពួកគាត់ក៏មកលើកចវរបស់គាត់ណាហើយដឹងគាត់ថាមកយត់គាត់ថាល្អបងប្អូនគាត់ថាអីមានតែខ្ចងអត់មានត្រីសោះហើយមិនបានតិចម្លេះបងប្អូនសាកសម័យមើលរូបភាពត្រីខ្ញុំបង្ហាញមិញហើយវាហូរបូកទៅកន្លែងហ្នឹងប៉ុណ្្នឹងហើយគាត់ថាតិចទៀតចាំមើលតិចទៀតគាត់លើបងប្អូនលើកមិនរួចទេចាំមើលថាតិចលើកតែឯងចាំមើលចាំលើកមិនរួចអង្គុយនៅនេះតែខ្ចង់ទៅទេយីមើលនិយាយមើលមិនឃើញខ្ចង់ទៅទេខ្ចង់ចើទាំងត្រីអត់ទៅត្រីអាជើងមុននៅត្រីគេទៅបាត់មិនសើមិញគេបាត់យប់ម៉ែនអើយខ្ញុំមិនដេញដែរនោះអាប្អូនគេកែដាក់អូយបានដេញណាកុំគេកែអំបិលគេកែអំបិល
មើលលើតែរួចបាក់ហៅកូនជួយលើក chân tập quân đây đi thế đang trồng tầm nào đang làm nó លឺអត់បងប្អូនគាត់ថាដាក់ឡើងបាច់អស់តើដាក់នឹងករងបាទប្រពន្ធនឹងហើយគាត់ថាត្រីបានមិនតិចជីគាត់ថាមនុស្សយើងពេលខ្លះរៀងលុបលន់ដែរ ហើយខ្ញុំនាងគួយថតនឹងគ្មានបានអីទេបាទបានតែវីដេអូចែកម្លែកចែកគ្នាមើលលេងបាទមែនទេទៅបាទខ្ញុំតបងត្រីបងប្អូនហើយនេះលទ្ធផលដែលខ្ញុំតបងនេះ ថ្ងៃវងបានច្រើនដែរគាត់ថាមិនបានបង្ហាញសកម្មភាពបងត្រីទេដោយសារអីខ្ញុំផុសវីដេអូទាក់ទងនឹងបងត្រីច្រើនដែរអញ្ចឹងទៅវាសាំវិញដែរអញ្ចឹងទៅខ្ញុំដូររសជាតិបង្ហាញពីត្រីរត់នៅកន្លែងដាក់អុយ បាទហើយចំពោះវីដេអូហ្នឹងគឺសូមបញ្ចប់តែប៉ុណ្ណេះហើយសូមអរគុណដែលប្រឹងមើលតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា